ខេត្តមណ្ឌលគិរីមានអគ្គិភ័យមួយបានកាត់ឡើងធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងស្រុកពេជ្រដាទាំងព្រឹកវេលាម៉ោង 7:30 នាទីព្រឹកនៅថ្ងៃអង្គារទី 28 ខែមេសាឆ្នាំ 2025 មានករណីភ្លើងឆេះផ្ទះមួយខ្នងធ្វើពីឈើប្រក់ស័ង្កសីទំហំ 7 ម៉ែត្រគុណនឹង 9 ម៉ែត្រយ៉ាងសន្ធឹកសន្ធាប់មួយកន្លែងស្ថិតនៅក្នុងពុលុឃុំបូស្រាស្រុកពេជ្រដាខេត្តមណ្ឌលគិរីមូលហេតុបណ្ដាលមកពីចរន្តអគ្គិសនីដោយសារតែម្ចាស់ផ្ទះមិននៅទើបបណ្ដោយឲ្យឆេះយល់តាមប្រភពពីអធិការនគរបាលស្រុកពេជ្រដាបានប្រាប់មកភ្នាក់ងារអង្គភាពសារព័ត៌មានខ្មែរអេសានយើងខ្ញុំថាផ្ទះដែលបានឆេះនោះម្ចាស់ផ្ទះឈ្មោះយូអ៊ីនភេទប្រុសអាយុ33ឆ្នាំជនជាតិភ្នងនិងប្រពន្ធឈ្មោះក្រោះអៀងភេទស្រីអាយុ32ឆ្នាំជនជាតិភ្នងមុខរបរកសិកររស់នៅភូមិកាត់ហេតុខាងលើហើយចំពោះករណីភ្លើងឆេះផ្ទះធ្វើឲ្យពួកគាត់បាត់បង់ទ្រព្យសម្បត្តិជាច្រើនដូចជាក្រែប្រអប់ចំនួន4ទូដាក់ខោអាវចំនួន2កុងមួយទូរទស្សន៍មួយធុងបាសចំនួន1ម៉ាស៊ីនកាត់ស្មៅ2ត្រង់ស្រឺនើ2ស្រូវចំនួន 6B លុយខ្មែរ4លានរៀលលុយវៀតណាម5លានដុងនិងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនទៀតយោងតាមការសាកសួរបំភ្លឺពីម្ចាស់ផ្ទះឈ្មោះយូអ៊ីនបានប្រាប់ថាមូលហេតុបណ្ដាលឲ្យឆេះមកពីឆ្លងចរន្តអគ្គិសនីពិតប្រាកដមែនគួររំលឹកថានេះមិនមែនជាករណីភ្លើងឆេះផ្ទះតែមួយនៅក្នុងឆ្នាំ2025នេះទេគឺកន្លងមកមានច្រើនករណីណាស់មកហើយសូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជាអ្នកចាក់កម្ពុជាយើងមេត្តាមានស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះករណីភ្លើងឆេះផ្ទះនេះធ្វើឲ្យយើងបាត់បង់ទ្រព្យសម្បត្តិអស់តែមួយពព្រិចភ្នែកតែប៉ុណ្ណោះ